Sua, Saksabay. My name's Rodney Elliott. I'm a state representative from Lowell, Massachusetts. Today, I'm issuing បាទសូមជម្រាបសួរនេះគឺជាសេចក្តីថ្លែងការណ៍អំពីវនីឲ្យមានការដោះលែងទាហានខ្មែរទាំង18នាក់ដែលបានឃុំខ្លួនដោយអាជ្ញាធរថៃជាបន្ទាន់និងឥតលក្ខខណ្ឌសេចក្តីថ្លែងការណ៍របស់លោក Rodney Elliott ជាតំណាងរាស្ត្រមណ្ឌលទី16នៃរដ្ឋ Massachusetts សេចក្តីថ្លែងការណ៍ខ្ញុំសូមអំពាវនាវឲ្យមានការដោះលែងទាហានខ្មែរទាំង18នាក់ដែលបានឃុំខ្លួនដោយអាជ្ញាធរថៃជាបន្ទាន់និងឥតលក្ខខណ្ឌយើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឃុំខ្លួនទាហានខ្មែរទាំង18នាក់ដោយខុសច្បាប់ដោយអាជ្ញាធរថៃនិងអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់និងឥតលក្ខខណ្ឌទាហានទាំងនេះត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការរវាងកម្ពុជានិងថៃត្រូវបានចុះហត្ថលេខានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅនេះដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ស្ដីពីការការពារជនឆ្លើយសឹកពេលវេលានិងកលៈទេសៈនៃការឃុំខ្លួនរបស់ពួកគេបង្ហាញពីការមិនគោរពយ៉ាងកក្លឿនចំពោះច្បាប់អន្តរជាតិអនុសញ្ញាទីក្រុងហ្សឺណែវបានការពារយ៉ាងច្បាស់លាស់ចំពោះអ្នកប្រយុទ្ធមិនឲ្យមានការចាប់ខ្លួនតាមអំពើចិត្តឬការបន្តឃុំខ្លួននៅពេលដែលអរិយភាពបានបញ្ចប់ដូច្នេះសកម្មភាពរបស់រដ្ឋាភិបាលថៃមិនត្រឹមតែជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេទៅលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនប៉ុន្តែថែមទាំងជាការប្រមាថមើលងាយចំពោះគោលការណ៍នៃសន្តិភាពនិងការគោរពគ្នាទៅវិញទៅមកដែលជាកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យមានសន្តិភាពប្រទេសថៃបានលើកកម្ពស់ខ្លួនឯងជាយូរមកហើយថាជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិដោយតែងតែអួតអាងថាពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សក៏ប៉ុន្តែទង្វើដែលមិនទទួលខុសត្រូវនិងខុសច្បាប់យ៉ាងនេះគឺផ្ទុយស្រឡះពីការអះអាងទាំងនោះតាមរយៈនៃការបន្តឃុំខ្លួនទាហានខ្មែរទាំងនេះប្រទេសថៃបានបំផ្លាញភាពជឿទុកចិត្តរបស់ខ្លួនឯងនិងទំនុកចិត្តដែលចាំបាច់ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលថៃធ្វើសកម្មភាពស្របតាមកាតព្វកិច្ចផ្លូវច្បាប់និងសីលធម៌របស់ខ្លួនដោយដោះលែងទាហានខ្មែរទាំង18នាក់ជាបន្ទាន់ដោយឥតលក្ខខណ្ឌនិងពន្យាពេលហើយបង្ហាញជាការគោរពពិតប្រាកដចំពោះបទដ្ឋានអន្តរជាតិដែលខ្លួនបានអះអាងប្រកាន់ភ្ជាប់ដរាបមកពីខ្ញុំ Rodney Elliott ដោយសេចក្តីស្រឡាញ់សូមអរគុណសូមជម្រាបលា